បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងចេញទៅដួងសាច់បាទមកប្រអប់កន្លះគីឡូបាទចេញទៅបាទសម្រាប់បងប្អូននៅខាងពេញនេះសិននៅខាងពេញទាំងអស់កន្លះគីឡូបាទនេះទៅខាងកំពង់ធំបាទកន្លះគីឡូដែរប៉ុន្តែគាត់សុំថែមមិនថែមគាត់ទុកចិត្តយកនេះមួយទៀតដោយសារគាត់ខ្លាចផ្ញើទៅដល់យប់ហើយទៅដល់យប់ហូបអត់បានហូបអញ្ចឹងណាបាទនេះកាយឲ្យមើលបាទគាត់ថាខ្លាចអត់បានហូបអញ្ចឹងទៅគាត់សួរថាបន្ទុកប្រអប់ទូចនឹងវាមិនដែរថាទូប្រអប់ទូចនឹងថាជាមានបញ្ហាបងដោយសារ space វាទូចពេកអានេះយកទៅភ្លាមទុកឡើងត្រឹម6ម៉ោងឬ8ម៉ោងអីមកហូបទៅកុំទុកយូរពេកបាទអញ្ចឹងគាត់ថាទុកមកយប់បានអត់ថាបានដាក់កធុននេះអញ្ចឹងគាត់ថាទិញកធុននឹងថែមបាទនេះឈុតគ្របខ្ញុំណាបងបាទនេះខាងប្អូនទៅចាប់ថ្ងៃហ្នឹងប៉ុន្តែកម្មវិធីគេស្អែកទេអញ្ចឹងគេក៏ដាក់កធុនឈុតអញ្ចឹងដូចគ្នាបាទចំណែកនេះមេ10គូ15គូបាទញី15ឈ្មោះ15បាទទៅខាងស្ពានដែកជាការរងបាទមើលខាងនេះ3ឈុតបាទ3ឈុតចិញ្ចឹមសាកល្បងណាបងប្រុសទៅខាងកំពង់សោមបាទញី15ឈ្មោះ15ដូចគ្នាបាទបន្ថែមស្កររមូលគាត់មកកដុងពេញមក EM ក៏ពេញដែរបាទចំណែកនេះគឺចំណីគោហើយនឹងកាក់ដលងបាទចូលចង់5 6គីឡូដែរនេះកាក់ដលងក៏5 6គីឡូដែរអូខេថ្ងៃនេះចេញច្រើនហើយនៅតកៅថៃនេះ1គីឡូទៀតមិនទាន់បានចាប់ទេបាទអរគុណច្រើនសម្រាប់ការគាំទ្របងអរគុណ